សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកតភាគរឿងយើងបន្តទៀតម៉ោង7យប់ Farin រៀបចំខ្លួនចាំ Livia តាំងពីម៉ោង3មកដល់ពេលនេះហើយនៅមិនទាន់ឃើញស្រមោលរបស់គេមកដល់ទៀតហើយបងស៊ីនតើពេលណាលោកប្រុសរបស់បងមកដល់ទៅនេះខ្ញុំឃ្លានចិត្តស្លាប់ទៅហើយនៅមិនទាន់ឃើញមកទៀតតិចគេក៏ហក់ខ្ញុំតែដឹងមកបោកឲ្យខ្ញុំរៀបចំខ្លួនអង្គុយចាំឡើងអស់រាប់ម៉ោងទៅហើយនៅមិនទាន់មកទៀតកំឡោះតូចដែលអង្គុយចាំនោះក៏និយាយឡើងទាំងមុខស្អុយអោអ្នកប្រុសចាំបន្តិចទៀតសិនទៅណាតែបន្តិចទេអ្នកប្រុសចិត្តមកដល់ហើយស៊ីននិយាយទាំងលងលោម្ចាស់របស់ខ្លួនឲ្យនៅចាំនាយកាសបន្តអត់ទេខ្ញុំមិនដឹងឈប់ចាំហើយឲ្យលោកប្រុសស្អីរបស់បងនឹងខ្ញុំឃ្លានហើយកងងួយមិនដឹងដែរខ្ញុំមិនចាំទៀតទេខ្ញុំទៅញ៉ាំមុនហើយបងនៅចាំក៏អញ្ជើញចាំគេតែឯងទៅនិយាយហើយក៏ដើរទៅតុបាយបាត់បើអញ្ចឹងអ្នកប្រុសឆាប់ផឹកអានេះសិនទៅហើយចាំអ្នកប្រុសទៅខាងលើក៏បានស៊ីននិយាយទាំងហុចកែវដាក់ទឹកស្អីក៏មិនដឹងឲ្យទៅនេះតូចតើវាជាស្អីមើលទៅហេតុអីត្រូវផឹករិនសួរវិញទាំងឆ្ងល់មិនដឹងជាស្អីផងចិត្តឲ្យគេផឹកដែរគឺខ្ញុំមិនដឹងទេថាវាជាស្អីតែអ្នកប្រុសធ្លាប់ផ្ដាំថានៅពេលដែលលោកប្រុសមកត្រូវតែយកវាមកឲ្យអ្នកប្រុសផឹកស៊ីនក៏និយាយតាមអ្វីដែលខ្លួនដឹងនាយក៏មិនដឹងដែរថាវាជាស្អីព្រោះម្ចាស់របស់នាយបញ្ជាឲ្យនាយត្រូវតែធ្វើតាមអញ្ចឹងឲ្យមកខ្ញុំផឹកក៏បាននេះជាស្រាអន្តើប៉ុន្តែស្រានេះមិនក៏មានរសជាតិពិបាកលេបបែបនេះអញ្ចឹងនិយាយហើយក៏លើកអកម្ដងទាំងអស់តែម្ដងបន្ទាប់ពីនិយាយអត់ដឹងស្អីទេប៉ុន្តែលើកម្ដងទាំងអស់និយាយជាមួយស៊ីនហើយក៏ឧទានឡើងមកដោយសាររសជាតិរបស់វាដោយខ្ជិលខ្វល់ច្រើននាយបានឡើងទៅលើបន្ទប់បន្ទាប់ពីនាយតូចឡើងមិនបានយូរប៉ុន្មានរទេះសេះរបស់ Livia បានមកដល់ឈប់នៅខាងមុខភូមិគ្រឹះលោកប្រុសមកដល់ហើយមែនទេតើត្រូវការទឹកឬក៏អញ្ជើញពិសាអាហារជាមុននៅពេលដែលរៀងក្រាស់ដើរមកដល់ខាងក្នុងស៊ីនក៏និយាយដែរអានេះមកចាស់របស់ឯងនៅពេលចូលមកដល់ខាងក្នុងសំឡេងរឹងកំព្រឹសរបស់អ្នកកំឡោះមុខកាយក៏បាននិយាយឡើងគឺអ្នកប្រុសនៅចាំក្នុងបន្ទប់កាប់ទៅគឺអ្នកប្រុសក៏បានចាំដែរប៉ុន្តែដោយសារតែលោកម្ចាស់យូរពេកទៅអ្នកប្រុសឡើងទៅបន្ទប់ចាំមុនលើនាយសួរអញ្ចឹងស៊ីនក៏ប្រាប់តាមនឹងស្ដាប់ហើយនាយក្រាស់ឡើងទៅខាងលើដោយមិននិយាយអ្វីបន្តនោះទេងាកមកមើលក្នុងបន្ទប់ឯនេះវិញកំឡោះតូចកំពុងដេកយ៉ាងស្កប់ស្កល់ដោយមិនខ្វល់ពីអ្នកដែលកំពុងឈុំមើលមកខ្លួននោះទេហាស្អីហ្នឹងមិនក៏ក្តៅតុនអញ្ចឹងនេះតូចនិយាយបណ្ដើរាវស្ទាបបណ្ដើទាំងភ្នែកនៅបិទនៅឡើយនេះចង់ប្រើល្បិចអីទៀតហើយលីវីនិយាយព្រមទាំងដេកនៅក្បែរនេះតូចនេះលោកមកដល់តាំងពីពេលណានេះតូចស្រែកទាំងភ្ញាក់ផ្អើលពេលឮសំឡេងអ្នកជាប្តីនិយាយនៅក្បែរត្រចៀកបែបនេះមិនបាច់ធ្វើព្រោះខ្ញុំមិនចាញ់បោកនោះទេនាយនិយាយដល់ទឹកមុខស្មាឆោះវាស្អីរបស់លោកបើលោកឯងមិនពេញចិត្តទេមកដេកនៅក្នុងបន្ទប់របស់ខ្ញុំធ្វើស្អីខ្ញុំមានបានទៅហៅលោកឲ្យមកដេកឯណាមើលចេញទៅកុំមករំខានខ្ញុំដេកដោយទ្រាំនៅសម្ដីដែលស្ដាប់មិនចូលរបស់រាងកាសមិនបាននាយតូចថាឲ្យទៅវិញប្រាស់ខ្លួនដេកទៅក្រែម្ខាងទៀតព្រឹកថ្ងៃថ្មីឈានចូលមកដល់សំឡេងក្រហមនៃការភ្ញាក់ដឹកខ្លួនរបស់អ្នកដែលកំពុងគេងក៏បន្លឺឡើងបង្ហាញពីការដឹងខ្លួននេះព្រឹកហើយនេះគេទៅណាបាត់ហើយអាមនុស្សឈួតតែក៏ទៅបាត់ក៏ល្អដែរខ្ជិលជួបមុខមនុស្សស្អីសម្ដីអាក្រក់អ្នកប្រុសគិតច្បាស់ហើយមែនទេដែលចង់យកវាបោះចោលនោះស៊ីននិយាយទាំងទឹកមុខមិនសូវសមក្រែងពីមុនហួងហែងទឹកនេះខ្លាំងណាស់មិនអញ្ចឹងហីដល់ឥឡូវមកឲ្យយកទៅបោះចោលវិញត្រែយកវាទៅបោះចោលទៅកុំឲ្យខ្ញុំឃើញវាទៀតឲ្យសោះឲ្យវាមកនេះខ្ញុំយកទៅចោលខ្លួនឯងទៅទុកចិត្តថាវាមិនមកវិញទៀតស្រាស្អីក៏មិនដឹងរសជាតិពិបាកលេបខ្លាំងណាស់និយាយហើយទាញយក10ស្រានោះពីដៃរបស់ស៊ីនមកចាក់ចោលទាំងអស់រួចដើរចេញទៅបាត់អ្នកប្រុសចង់ទៅណាហ្នឹងឃើញម្ចាស់ខ្លួនរៀបចំខ្លួនក៏សួរគឺខ្ញុំចង់ទៅផ្សារទិញអីបន្តិចហ្នឹងណាខ្ញុំនៅតែមួយផ្លែតតែខ្ញុំទៅតែមួយផ្លែតទេមកវិញហើយបងមិនចាំបាច់បារម្ភនោះទេពេលល្ងាចហើយអ្នកប្រុសត្រឡប់មកវិញហើយមែនទេមិនក៏យូរខ្លាំងម្លេះដឹងទេថាលោកប្រុសមកចាំអ្នកប្រុសតាំងពីរសៀលមកម្លេះណារីនរេស៊ីនដែលនៅឈររេរនៅខាងមុខផ្ទះក៏រត់ទៅរកទាំងនិយាយតែមើលទៅម្ចាស់របស់ខ្លួនដូចជាមិនខ្វល់ពីវត្តមានរបស់ប្តីដែលអង្គុយមើលមកទាំងភ្លឹកនោះតតែសោះបើនិយាយពីរូបរាងរបស់កំឡោះតូចនេះពេលនេះវិញគឺពិតជាស្រស់ស្អាតខ្លាំងណាស់ទាំងដែលសម្លៀកបំពាក់ធម្មតាបែបមិនដែលឃើញអ្នកប្រុសធម្មតានេះពាក់ពីមុនមកនោះទេតែងខ្លួនបែបនេះពីមុន
តែថាមើលទៅក៏រៀងប្លែកភ្នែកណាស់ដែរព្រោះរដងនាយចូលចិត្តតែងខ្លួនឲ្យសមយសនឹងឋានៈអ្នកប្រុសធំដែលជាកូនរបស់ត្រកូលអភិជនទៅមកពីណានៅពេលដើរចូលមកដល់ខាងក្នុងភ្លាមអ្នកមាននាមជាប្តីបានសួរឡើងមិនឃើញទេថាខ្ញុំទៅតែមកពីផ្សារខ្ញុំមិនដឹងថាលោកមកទៅបើដឹងខ្ញុំក៏មិនទៅយូរដែរនិយាយទាំងដើរហូរទៅផ្ទះបាយដោយមិនឲ្យស៊ីដែលធ្វើឲ្យស៊ីនបើកភ្នែកឡើងធំចង់ប៉ិនពងមាន់ហើយព្រោះមុនដំបូងនាយស្មានតែម្ចាស់របស់ខ្លួនដើរទៅរកលោកម្ចាស់ទេតាតែមានអីចុងក្រោយបែរជាដើរទៅផ្ទះបាយទៅវិញមើលតាមប្រពៃដូចជាមិនខ្វល់ពីវត្តមានរបស់លោកម្ចាស់តតែសោះហើយខ្ញុំថាអ្នកប្រុសតែអង្គុយកំដរលោកប្រុសទៅល្អជាងទីនេះទុកឲ្យខ្ញុំនឹងស៊ីធ្វើវិញណាឃើញអញ្ចឹងដោយយល់តារិនក៏ចូលមកសឹបប្រាប់ម្ចាស់អញ្ចឹងក៏បានតែខ្ញុំសុំសំគ្រឿងធ្វើសាច់អាំងសិនបន្ទាប់ពីធ្វើទឹកជ្រលក់និងទឹកប្រឡាក់រួចទឹកប្រឡាក់សាច់រួចហើយនាយតូចក៏បានដើរចេញមករករៀងក្រាស់ដែលអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវតែលោកត្រូវការភេសជ្ជៈអ្វីដែរទេតែមើលក៏កាហ្វេនាយតូចក៏សួរប្តីទាំងគួរសមសុំកាហ្វេមួយកែវបានហើយនិយាយទាំងភ្នែកនៅសម្លឹងមើលក្រដាស់សម្បត្តិដែលជាការងាររបស់ខ្លួនបន្តបានចាំបន្តិចស្ដាប់ហើយក៏ដើរទៅឆុងកាហ្វេមកឲ្យរៀងក្រាស់នេះបានហើយលោកសាមើលទៅថាត្រូវមាត់របស់លោកឬក៏អត់ព្រោះខ្ញុំមិនចាំថាលោកចូលចិត្តបែបណាអញ្ចឹងហើយខ្ញុំទៅងូតទឹកហើយតែមួយផ្លែតទេខ្ញុំនឹងឆាប់មកវិញនិយាយហើយក៏ឡើងទៅខាងលើបាត់មួយផ្លែតអញ្ចឹងឯងគួរចាប់អារម្មណ៍គ្រាន់តែលើអ្នកជាប្រពន្ធនិយាយថាងូតទឹកតែមួយផ្លែតនាងក៏សោចនឹងដើរនៅដើមក៏បន្តិចព្រោះអាបន្តិចរបស់លោកប្រុសនេះណាមិនក្រោម2ម៉ោងទេព្រោះនៅអប់ស្បែកត្រាំទឹកដោះគោនិងគ្រឿងតុបតែងផ្សេងទៀតបើពេលចេញទៅក្រៅម្ដងគឺលើសនឹងទៅទៀតគ្រាន់តែតែងខ្លួនចាំនាយមករកគឺត្រូវការពេលដល់ទៅ4ម៉ោងឯណោះបន្ទាប់ពីគិតហើយនាយក៏ឡើងទៅតាមរៀងតូចនៅខាងលើ